កម្មការរបស់យើងបានសម្រេចចិត្តនៅក្នុងការជ្រើសរើសបេក្ខនារីចំនួនតែ25រូបតែប៉ុណ្ណោះនៅក្នុងចំណោមបេក្ខនារីទាំងអស់ចំនួន34រូបបេក្ខនារីត្រូវរត់ទៅខាងក្រោយនេះដើម្បីទៅមើលរូបថតរបស់ខ្លួនឯងបើសិនជាបេក្ខនារីណាទៅដល់ឃើញរូបថតរបស់ខ្លួនឯងបានសេចក្តីថាបេក្ខនារីនោះនឹងមានឱកាសបន្តជាមួយនឹងកម្មវិធីរបស់យើងបន្តទៀតបើសិនជាអ្នកដែលមិនមានរូបថតបានសេចក្តីថាអ្នកទាំងអស់គ្នានឹងត្រូវចាក់ចេញពីកម្មវិធីរបស់យើងយល់ទេឥឡូវនេះត្រៀមខ្លួនរួចហើយនៅ1 2 3ចាប់ដើមជាប់ទៅបងជាប់ទៅបន្តទៀតហើយចាសសប្បាយចិត្តណាស់តែតស៊ូទៀតតស៊ូអត់សង្ឃជឿថាខ្ញុំអត់មានរូបថតធ្លាក់មានអារម្មណ៍ថាសោកស្ដាយពួកអីខ្ញុំគិតថាទៅកសលឲ្យខ្ញុំបញ្ចេញអត់តដល់កម្រិតដែលគេអាចទទួលយកបានទាំងអស់គ្នាសប្បាយចិត្តទេយើងនឹងមានវិញ្ញាសាមួយទៀតផ្ដល់ឲ្យអ្នកទាំងអស់គ្នាត្រូវបង្ហាញនូវសមត្ថភាពនៅក្នុងការថតរូបបេក្ខនារីទាំង25រូបនឹងត្រូវបង្ហាញពីសមត្ថភាពរបស់ខ្លួនឯងនៅក្នុងនោះគណៈកម្មការរបស់យើងនឹងធ្វើការជំរុះបេក្ខនារីចំនួន10រូបបន្តទៀតថាតើបេក្ខនារីរូបណានឹងមានឱកាសបន្តជាមួយនឹងកម្មវិធីកម្ពុជាតារាបង្ហាញម៉ូដកម្ពុជាត្រៀមខ្លួនរួចហើយឬនៅដូច្នេះយើងត្រូវផ្លាស់សម្លៀកបំពាក់ឲ្យឧបត្ថម្ភសម្លៀកបំពាក់ពីហាង Levi រួមជាមួយនឹងការតុបតែងមុខឲ្យបង្ហាញអំពីសមត្ថភាពរបស់ខ្លួនឯងថ្ងៃនេះគេនឹងថតរូបពេលហត់សប្បាយមែនតែក៏ភ័យដែរព្រោះអីអត់ទាន់ដឹងថាខ្លួនឯងអាចបង្ហាញឲ្យអស់ថ្ងៃហ្នឹងហើយសង្ឃឹមថានឹងបង្ហាញឲ្យអស់ហើយព្យាយាមឲ្យអស់ពីសមត្ថភាពខ្ញុំថាសប្បាយចិត្តដែលឈានដល់វគ្គហ្នឹងសង្ឃឹមប្រហែលជា 70% ព្រោះថាមើលទៅបេក្ខជនយើងបេក្ខនារីរបស់យើងហ្នឹងខ្ញុំថាគាត់ដូចជាជំនាញខាងថតរូបនឹងដែរចា៎សួស្តីបងប្អូនទាំងអស់គ្នាបាទមកចាយសប្បាយចិត្តអត់ឲ្យបានទៅវគ្គបន្តសប្បាយចិត្តទេបាទហ្នឹងហើយថ្ងៃនេះអញ្ចឹងបងនឹងសុំណែនាំអ្នកជំនាញថតរូបរបស់យើងគាត់អញ្ជើញចូលមកបាទបាទនេះគឺឆេកគីគាត់ជាអ្នកជំនាញថតរូបបង្ហាញម៉ូដហើយគាត់ក៏បានថតជាមួយនឹងតារាបង្ហាញម៉ូដល្បីៗនៅក្នុងប្រទេសជាតិអាចារ្យកម្ពុជារបស់យើងគាត់ក៏ជាតារាភាពយន្តផងដែរមិនដែរថ្ងៃនេះមានអារម្មណ៍មិនដែរតែអញ្ចឹងថ្ងៃនេះយើងដឹងថាត្រូវធ្វើមិនដូចបងក៏បាននិយាយមិញយើងត្រូវថតរូបមែនទេបាទអញ្ចឹងធៀមបច្ចេកសមត្ថភាពអស់នៅបាទតស៊ូណាអញ្ចឹងសង្ឃឹមថាយើងធ្វើបានល្អអស់គ្នាជិះចូលស្អីអូនចឹងអូនដឹងថាអូនមានតែ20ប៉ុស្តិ៍ហើយណាបាទអញ្ចឹងអូនអាចចាប់តាមធ្វើបានចង់មានកៅអីក៏បានចង់អត់កៅអីក៏បានធ្វើមិនដែលអូនពេញចិត្តបាទតាម1 2 3 Remember every time when you do the shoots, remember the light is this side. Find your light. Flip it left, like the glass. Okay, got it. Got it.
បាទអរគុណ Picture and shipping. Stay good មិនតបអូន one take one right Đó. Ôn hòn à đó tầm rộng một hiệu quyền dân cư lồi chẳng dân khi dân cư ấy đẹp tay ba bom lại cứ tại họ còn play cái kế hay trong play phát trong play mốc trong play rục tiếng trong play ca phơi từ được cứ trong play có được cứ bập hay pop trong play chẳng bập hay pop have a lot of good shit I like the last shot This one. oh my god I love her This I is just love her nice. I love her. នេះសម្រាប់ខ្ញុំគឺជាលើកទី1ដែលខ្ញុំបានមកថតម៉ូដក្នុងកម្មវិធី model បាទពិសោធន៍ថតលើកទី1ហើយភាគច្រើនព្រោះអីយើងអត់ទាន់ធ្លាប់មានបទពិសោធន៍យើងអត់ដែរឆ្លងកាត់យើងអត់ដឹងថា style អស់ហ្នឹងយើងត្រូវធ្វើមិនខ្លះ interesting មិញខ្ញុំគិតថាខ្ញុំធ្វើបានល្អហើយព្រោះអីខំបញ្ចេញអស់ពីសមត្ថភាពខ្លួនឯងហើយ បាទអរគុណ คุณชา អស់ហើយណ៎ ពេលដែលថតហើយអ្នកថតហ្នឹងគាត់ដូចជាផ្ទះដៃអបអរសាទរដល់យើងពេលដែលគាត់ធ្វើអញ្ចឹងខ្ញុំចាប់ផ្ដើមមានកម្លាំងចិត្តហើយរៀងសប្បាយចិត្ត តែបន្ទាប់rồi đó ជំងាកមុខទៅអស់តិចអូននៅពេលដែលងាកពេកទៅមើលមុខអត់ឃើញខាងសម្រាប់ស្រីពៅគាត់មានរូបរាងស្អាតហើយបើនិយាយពីកម្ពស់គាត់ខ្ញុំឃើញថាគាត់ខ្ពស់ជាងគេប៉ុន្តែខ្ញុំគាត់ពិបាកនឹងរកប្លង់ដែលមុំរបស់គាត់ដែលងាកទៅខាងណាភាគច្រើនប្លង់គាត់ងាកទៅឆ្វេងស្ដាំដែលមើលទៅផុតខ្លាំងពេក My shoulder is also with the neck. Yeah imitate each other rising to the same top so they don't really understand it because she have like a very nice body and Yeah. then she doesn't know how to pose and you know Okay. she trying hard to find the right angle for សម្រាប់ខ្ញុំដំបូងខ្ញុំគិតថាបោះសិពើគាត់ជាគូប្រជែងរបស់ខ្ញុំតែមិនខ្ញុំបានឃើញគាត់ថតរូបហើយអញ្ចឹងបានជាការគិតរបស់ខ្ញុំអាចយកឈ្នះគាត់បានព្រោះអីគាត់ខតមិនក៏មានចំណុចខ្វះខាតច្រើនដែរដូចជាពេលគាត់ឈរផុសក្បាលគាត់ងាកអាស្រ័យទៅកាមេរ៉ាដូច្នេះកាមេរ៉ាអាចចាប់ខប់ឈរយកមុខគាត់បានហ្មងសម្រាប់ខ្ញុំគិតថាធ្វើល្អខ្លះអត់ល្អខ្លះព្រោះអីធម្មតាវាមិនអាចល្អទាំងអស់ទេ More energy, more energy. អូនមិនបានញ៉ាំបាយទេបាទអញ្ចឹងបញ្ចេញកម្លាំងបាយមកណា គាត់សួរខ្ញុំអញ្ចឹងដោយសារតែប៉ុស្តិ៍ទី1ប៉ុស្តិ៍ទី2ខ្ញុំធ្វើបានល្អដោយសារល្វើយដូចថាអត់សូវមានកម្លាំងកំហែងនៅក្នុងការថតរូបដល់ពេលក្រោយមកគាត់សួរហើយមានអារម្មណ៍ថាខំប្រឹងខ្លួនឯងវិញដើម្បីឲ្យមាន power មានថាកម្លាំងក្នុងការថតរូបម្ដងទៀតសម្រាប់ខ្ញុំសង្ឃឹមថានឹងជាប់ក្នុងវគ្គក្រោយនេះទៀត ដល់ពេលដែលអូនហត់អូនកុំអោនមុខខ្លាំងពេកបាទហើយកុំធ្វើខ្ជុត សុគន្ធធាវីគាត់មានការលំបាកជាងគេហើយខ្ញុំនឹងពិបាករកដែលរូបថតមួយសន្លឹកដែលស្អាតជាងគេរបស់គាត់ណាហើយខ្ញុំឃើញថាគាត់ងាកទៅខាងណាក៏អត់ត្រូវប្រហែលជាគាត់អាចភ័យហើយគាត់អត់ដែលមានបទពិសោធន៍ក្នុងការថតរូប បាទដូចបងប្រាប់មិញគឺអូនអោនពេកអញ្ចឹងអូនកុំអោនពេកណាយើងដកកធ្វើម៉េចមានអារម្មណ៍ថាកយើងវែងហើយជាពិសេសគឺយើងធ្វើឲ្យតែប្លែក យើងសង្ឃឹមថាគាត់នឹងបើមានឱកាសនឹងបន្តទៅទៀតគាត់នឹងអាចរីកចម្រើនជាងនឹងតែសម្រាប់ឥឡូវហ្នឹងក្នុងមួយថ្ងៃពេញដែលយើងធ្វើការថតរូបហ្នឹងគាត់ថតបានតិចជាងគេបំផុតដែលមានប្លង់ស្អាតបាទអរគុណ